អាត្មានឹងបរិយាយដើម្បីឲ្យទលំទលាយឲ្យញាតិញោមយល់រឹតតែច្បាស់ថាដូចមួយដេចដែលហៅថាធម្មទានធម្មទានបើយើងនិយាយឲ្យខ្លីគឺជាការសម្ដែងធម៌ឬជាការបង្ហាត់បង្រៀនឬជាការបញ្យលនៅចំណុចឯណានីមួយដែលគេមិនទាន់យល់ដើម្បីឲ្យយល់ឲ្យដឹងឲ្យមាននៅបញ្ញាហើយលោកពោលថាធម្មទាននឹងវាឈ្នះអស់ទានទាំងពួងហើយធម្មទាននឹងបានដល់អីគឺបានដល់ការសម្ដែងធម៌ការបង្ហាត់បង្រៀនការបញ្យលធម៌អាផ្សេងដូចជាពេលនឹងអញ្ចឹងញាតិញោមឮអត់ដូចជាពេលនឹងអញ្ចឹងធម្មទានហើយនឹងហើយយើងសួរថាទេធម្មទានណាម៉េចបានត្រូវថាឈ្នះអស់ទានទាំងពួងបើអត់មានបានឃើញវត្ថុអ្វីយកមកដាក់ពីមុខផងហ្នឹងញាតិញោមប្រគេនចង្ហាន់ព្រះសង្ឃធ្វើនៅបច្ច័យទាំងឡាយ4តៃវត្ថុផ្សេងយើងនឹងឃើញនៅវត្ថុទាំងអស់នោះជាក់ស្ដែងដូចចង្ហាន់បិណ្ឌបាតយើងប្រគេនព្រះសង្ឃទៅយើងយកចង្ហាន់បាយទឹកនំចំណីទាំងអស់ហ្នឹងយកមកដាក់ពីមុខយើងក៏បានឃើញតែដល់ពេលធម្មទានឯនេះទៅវិញអត់មានបានឃើញអីទាំងអស់ក្រៅតែពីអញ្ជើញអាចារ្យមកកាន់ក្បាលមេក្រូប្រកាសបញ្យលធម៌អាបង្ហាត់បង្រៀនកូនចៅអញ្ចេះមួយអញ្ចោះពីរឬក៏និមន្តព្រះសង្ឃមកដើម្បីសម្ដែងធម៌ឲ្យស្ដាប់ដូចជាពេលហ្នឹងហើយចុះហេតុដូចម្ដេចបានយើងពោលថាធម្មទាននោះវាឈ្នះអស់ទានទាំងពួងហើយនៅក្នុងន័យសេចក្តីនេះទៀតសោតលោកប្រៀបធៀបថាធម្មទាននេះគឺមានអំណាចបានអនិសង្ឃខ្លាំងក្លាយ៉ាងក្រៃលែងបំផុតជាងទានណាទាំងអស់ឬក៏អាចនិយាយបានថាធម្មទានគឺជាទានមួយដ៏ល្អប្រសើរធំធេងយ៉ាងក្រៃលែងដែលមិនអាចកាត់ថ្លៃបានណែហើយមួយទៀតលោកប្រៀបធៀបថាសំបីតែយើងមាននៅជ័យវរៈទានឬបានធ្វើបុណ្យយ៉ាងមហាសាលដ៏យ៉ាងធំធេងប៉ុន្តែនៅក្នុងចំណែកនៃការធ្វើបុណ្យនោះបើសិនជាមានបុគ្គលណាម្នាក់ទៅសម្ដែងធម៌ឲ្យយើងស្ដាប់មួយគាថាពីរគាថាក្តីហើយយើងយល់អានិសង្ឃនឹងអំណាចធម្មទាននោះខ្លាំងជាងយើងធ្វើទានខ្លាំងជាងយើងធ្វើនៅអមិសទានទៅទៀតញាតិញោមទានធំមាន2ទី1លោកឲ្យឈ្មោះថាធម្មទានដូចជាពេលនឹងអញ្ចឹងទី2លោកឲ្យឈ្មោះថាអមិសទានបានដល់ចង្ហាន់បិណ្ឌបាតរបស់របរបរិភោគប្រើប្រាស់ផ្សេងទានធំមាន2នេះឯងអញ្ចឹងទេលោកយកទានទាំង2ហ្នឹងទានអ្នកប្រែថាការឲ្យឬអំណោយស្រាប់តើញាតិញោមទានអ្នកប្រែថាការឲ្យឬអំណោយធម្មទានក៏ជាទានមួយដ៏ប្រសើរអមិសទានក៏ជាទានមួយដ៏ប្រសើរដូចគ្នាក៏ប៉ុន្តែលោកញែកហេតុផលទានទាំងពីរហ្នឹងថាតើមួយណាបានអានិសង្ឃយ៉ាងធំធេងជាងគ្នាសួរញាតិញោមអាចនឹងសម្គាល់កំណត់ដឹងថាប្រកាសជាអមិសទានហើយដោយសារអ្វីពីព្រោះថាអមិសទានគឺបានទៅដល់បាយទឹកនំចំណីត្រីសាច់ឬក៏បច្ច័យទាំងឡាយ4ជាដើមញាតិញោមអាចដើម្បីគិតដូច្នោះក៏ប៉ុន្តែផ្ទុយមកវិញលោកបញ្ជាក់ថាអមិសទានញាតិញោមធ្វើធំបណ្ណាក៏ដោយក៏មិនស្មើនឹងធម្មទានមួយគាថាឬពីរគាថានោះឡើយញាតិញោមស្រាប់តន់អត់ហេតុអ្វីបានលោកពោលថាធម្មទានឈ្នះអស់ទានទាំងពួងដោយហេតុថា
កម្មវិធីបុណ្យរបស់ញោមនៅក្នុងពេលនេះដែលញោមម្ចាស់ទានទាំងអស់អាចដើម្បីលះបង់ពេលវេលាអង្គុយនៅទីនេះបានអាចដើម្បីលះបង់នៅធនធានប្រកាសបានអាចដើម្បីធ្វើនៅកម្មវិធីបែបនេះទៅបានបើសិនជាពីខាងដើមមកញោមម្ចាស់ទានក្តីលោកយាយលោកតាពុទ្ធបរិស័ទគ្រប់រូបទាំងអស់គ្នាក្តីមិនបានស្ដាប់មិនបានសិក្សាមិនបានរៀនសូត្រអំពីធម្មទានទេគឺការយល់ដឹងខ្លឹមសារនៃបុណ្យទាំងអស់នោះទេម្លេះឥឡូវហ្នឹងញោមប្រហែលជាមិនបានធ្វើទេមិនមែននៅសុកញោមថាអីនាំគ្នាធ្វើបុណ្យទៅអីញាតិញោមបើសិនជាមិនបានយល់អំពីបុណ្យបាបទេម្លេះឥឡូវហ្នឹងញោមប្រកាសជាមិនបានធ្វើទេជាពិសេសគឺញោមម្ចាស់ទានហ្នឹងតែហ្មងមែនទេញោមអញ្ចឹងប្រកាសជាយល់ថាមហាកុសលដែលខ្ញុំបានធ្វើនៅក្នុងទីនេះជាកិច្ចមួយតបគុណចំពោះបុព្វការីជនមួយចំណែកជាកិច្ចមួយទៀតតបគុណចំពោះបុព្វការីជនដែលកំពុងតែរស់នៅមានជីវិតសពថ្ងៃយើងធ្វើទាំងពីររបៀបធ្វើទាំងអ្នកឧទ្ទិសឲ្យអ្នកស្លាប់ផងនិងជូនអ្នកនៅរស់ផងអញ្ចឹងទេរឿងមហាកុសលដែលពុទ្ធបរិស័ទដែលញាតិញោមទាំងអស់បានលះបង់ធ្វើតិចក្តីច្រើនក្តីតូចក្តីធំក្តីទាំងអស់នោះគឺកើតចេញអំពីធម្មទានគឺការសម្ដែងធម៌ការបញ្យលការបង្ហាត់ការបង្រៀនជាក់ស្ដែងដូចជាពេលនឹងអញ្ចឹងអាត្មានិមន្តមកទីនេះមកសម្ដែងធម៌មកធ្វើនៅធម្មទានមកផ្ដល់នៅបញ្ញាស្មារតីឲ្យញាតិញោមឬអាចនិយាយបានថាមកបង្ហាត់មកបង្រៀនញាតិញោមឮអត់ឲ្យស្ងាត់ម៉េះជារួមបើសិនជាគ្មានធម្មទានពីខាងដើមទេញាតិញោមមិនអាចធ្វើបុណ្យធ្វើអ្វីបានទាំងអស់ហើយធម្មទាននេះទៀតសោតមិនមែនសំដៅថាតលតលោកទេសនាបានថាឲ្យឈ្មោះថាធម្មទាននោះទេញាតិញោមមានពេលខ្លះមានអារម្មណ៍តានតឹងអូយលោកទេសនាលោកសំដែងធម៌ត្រូវរៀបចំអិរិយាបថយ៉ាងណាឲ្យសមគួរល្អកន្លែងហ្នឹងអាត្មាដូចជាបានក្រាក់ពីមុនធ្លាប់សំដែងញាតិញោមស្ដាប់ដែរប៉ុន្តែឥឡូវចាត់ទុកថាជារឿងមួយដាស់ឡើងវិញទៅចោះញោមណារបៀបការស្ដាប់ធម៌ញាតិញោមពុទ្ធបរិស័ទគ្រប់គ្នាល្អណាស់អិរិយាបថស្ដាប់លោកទេសនាណាដូចជាពេលហ្នឹងអញ្ចឹងអាត្មាបានឃើញលើកដៃសាពះខ្លះទៅបត់ជើងខ្លះទៅអីចឹងទៅប៉ុន្តែអាត្មាបញ្ជាក់បន្តិចថានៅក្នុងការស្ដាប់ធម៌នៅក្នុងការស្ដាប់ធម្មទានមិនមែនតលតែញោមលើកដៃសាពះបានថាការស្ដាប់នោះទេមិនមែនតលតែញោមបត់ជើងបានថាគោរពនោះទេការស្ដាប់នៅធម្មទានទីនេះគឺប្រព្រឹត្តទៅតាមអិរិយាបថរបស់យើងមួយចំនួននិងមួយទៀតផ្ដោតទៅលើការគោរពផងដែរក៏ប៉ុន្តែពាក់ព័ន្ធទៅនឹងអិរិយាបថរបស់យើងនោះទៀតសោតញាតិញោមមិនបាច់ប្រឹងពេកទេព្រោះវ័យប្រប៉ុណ្ណេះស្មើនឹងយាយតារបស់អាត្មាដែរហើយស្មើនឹងឪពុកម្ដាយរបស់អាត្មាដែរហើយពីខាងដើមអាត្មាសួរថាញោមសុខសប្បាយទេញោមប្រកាសជាឆ្លើយមកវិញហើយកណាដៃគុណសុខប៉ុន្តែកុំសួរទៀតណាតែសួរទៀតចេញមកហើយចុកដៃចុកជើងចុកចកេះវិលមកឈឺប្រកេះអីចឹងទៅឥឡូវមើលអាត្មាសួរញាតិញោមតិចនៅក្នុងមហារោងហ្នឹងមានញាតិញោមណាម្នាក់ដែលថាមិនឈឺសោះលើកដៃតិចមើលមានញាតិញោមណាម្នាក់ដែលថាមិនឈឺសោះវាគ្រាន់តែតិចហើយនឹងច្រើនមែនអត់ញាតិញោមច្បាស់អត់លឺនៅវាគ្រាន់តែតិចហើយនឹងច្រើនកុំថាញោមណាតែអាត្មានេះក៏ឈឺដែរភ្នែកបន្តិចទៅ
khuôn pran tích tư hay đâu là dân bà bây này không ai dưỡng tầm loạt này dạy ta bột bò để sát đạp thó toàn là bọt chướng toàn là lương đầy sửa pía lấy thầm bằng riêng nhiệt nhôm tích từ vinh để cho nhiệt nhôm mà rương đạp thó này bà chọc chướng cùi lư cao ấy ban cùi tầng đôi chữ pì nâng chồng huyết nhôm cái nào sửa pía không cao đấy chứ đầy lương đầy không cao đấy ta lẹ đầy cho tầng chỉ cái đây con cùi cao đấy đặt cả tê nói sầm ran nông tầm mong ta mến á vậy mến á pro từ tam area bắt ra bao dương hay sầm nô môi cây xua tha đây con bậc nhom cả na chứ cùi cao nhất đi đạp thò ba này on tại tao biết ta to không ấy để ba này ta đạp ba này ta mến luôn nè đạp với na thì chị ấy ta nè đạp mến on nhận nhiều còn ấy bậc nhom cả na chứ việc khoa area bắt on nó khỉnh ba khỉnh khâu thò dây class đôi tham prap tới có tha cả nam hiền thưa cay về ca area bọt tam để côn prap tới khai khôi thò phải mấy khai khôi thò mấy tham viêm toàn vô lại chấm nói nâng này mấy khai khôi thò này nhân nhôm mà công và khom nhôm nữa nhôm class chọc đáy spam trong cái phần đông một tham trong sầm đáy thưa lỗ spam bọt đáy bọt trường bạch ti bị chọc đây từ lẹ đây cho tư rồi bị chọc chương prai tư bọt chương mình cái pen phèn ọt bà tê nhôm nữa lư ọt cho ba nơi lên sang sái nhôm nữa rồi ngay khỏi bên sân này lột na prap ấy dưới nha ta sẽ đạp lột tê thử ta spare thử ta bọt chương ao tê mà xua thma son cay bằng pal chất sai chất bay ao hình dân ta mong ta tê mà xua thma của ca tê sna bằng riêng nhiệt nhôm trắng á nhôm prap trắng á mệt tao đó luôn nhôm á che môi vô bây giờ tham che luôn tê cho mà cái thà tê sna prao sầm lê ấy na nè tham che thì chơi ấy nó thò mà chết kia mau tập phân nắng về từ dân tao mong tao viêm sơi hot mình đâu sầm đáy hot đó là nhôm tại bộ ọt sầm đáy từ ấy tròn tao mong thò mà chết mau phân ná phân nông tao mong đông sơi ấy vào màn thì dân vừa tờ lọt mà vinh chùm pua ca thưa thò mà tiền đi nhiệt nhôm nè miền đây từ lum từ liề nè ca bằng hạt bằng riêng nhiệt nhôm phải chun con trai từ riêng sâu tam bọc phải chia sinh cục sọc bài vàng nó có chỉ thò mà tiền đây phải chạy nhiệt nhôm lang vinh ta hạt ấy bán thò mà tiền vì nè tiền chẳng puông đời xa tay ẩm na này thò mà tiền đi ai đang nơi sở tệ bánh nha smart ở đây ao nhiệt nhôm ban nhiệt nhôm lư ọt niêng mà nè niêng bà đà trà nhiệt nhôm thật lọt squat lọt đóng cái nhôm nữa niêng bà đà trà cốt chia con sẽ thay câu nẹ miền đó là pê cốt sờ lanh nẹ bầm rào sờ lanh bờ rót nẹ bầm rào ông phục mà đáy tha mình ao ấy tê mình ao nè tầng pí miền ca tầm nè tầm nó do kia chia cu xoa mấy vẹ dưới ở đây vừa pôn tê đời xa ta môi nè bầm rá môi chia mà chặt tè nè mộc nè ca để mơn mộc mình tray nè miên dạng trơn chô xua chô đây đần đần niếng niếng ăn prom do sao từ sờ lanh bờ rót đây chỉ nè bầm rá xì sụp kia cho láng vô kia to tập bàn bằng rót kia từ bạc tranh bịp tia sau mai thằng ngày muối niếng cô bà sột bọt bàn mùi nhưng tới có cất tháng nâng từ lên tia của trạ tranh bịp tia dù đà hơi cho lang là vô láng cùng bán từ ảo tia mà lông bà man khai bà man nam khởi mốt của miên bọt môi tiền đầm nào chỉ vật là bom niêng nắng đó nơi pê đây miên bọt tì pí nó bọt tì mối che đa tệ tạ
bàn bọt tì pí nó có sốt trong pê phliêng từ tiệt đây nó tranh từ rọc ông rọc chùm này ha do mà bò đẹp hốt vì chạy đón mê của phliêng từ rư ông cho láng cái bài nâng tờ bố buộc vì tranh vì tờ bố máu chất bò nâng slap từ đây chỉ xoa mây nồng nia ngày nay chăm mơ tớ đôi chỉ du tư mê vì phliêng phong ấy phong có sạp tái đau từ tam đó là p đau tới khơi vào đây slap bạt tờ hấy đằng thừa mai ti riệp trong và cho sập ở đây tam ấy xuống buồn nhân tới rồi gió con đằng pi nắng cái ta tăng chất nâng tờ lót tới tiền niềng vinh nhất vô mấy đó là p tới đo vẹ cả đà lấy vì miền ô mùi miền bà lai tập mùi niếng cật hạt côn rồi hốt tờ đo pi nè mỗi tâm ta phải sốt nơi tôi mỗi tiết chạy đà tệ ta dân thư mất do tới từng pi chlong tập chlong ô vì mình cao tê do tới mà đo mùi do tới mà đo mùi chùm hiên là 4 trời đạ con để chạy đà tệ tạ nó nơi mà cả lại trôi mặt hàng sân hỏi do con để tư để nâng bà sốt nó tư môn đó là bên niên bay tới dân tới tắc vì chết từ lệch tới chlong phật tích tới vô con tôi nâng vô ta đã trôi mặt hàng bàn hôi sẽ và đó là bên niên châu từ khăn ông tắc việt tắc đôi chỉ vì trời lược đây ta thê ta châu lá con tôi nó vì man ta mà đai nâng lược đây bỏ ơi khnia tư khnia cổ vía chọc tắc tư lung tắc bạc slap con tì mùi lại ta sẽ về sẽ vác tờ rô con tì mùi nghĩa mà rô con tì pí sạch mà đây nó vì man ta chùm này vì há mà chọc con nâng tiền không pi tờ muối ở đây có slap con tì muối con tì pi của slap sẽ rô tớt bay nè rõm rồi bọn riêng bà đa chá chạp đào vi vụ ấy chạp đào vô lây tớ tía ta mà nè anh cút tớ đo tía trong vòng vinh mình đăng tha nạp tía luôn ai được tía kỳ kế của bạn prat thà niêng ơi tía rồi bọn niêng ở lời nâng chay o hơi ở bốc mà đai bông ôn rồi bọn niêng của slap o hơi đài dân nhôm slap toàn ổn nè sọc nè hôm cái prat thập tía rồi bọn niêng ở bốc mà đai bông ôn trọp sầm bát chay o hơi niêng cái nó chạp đam khôi sở tệ bà đòi skuốt đó slap toàn đấy dân nhôm skuốt đó khôi sở tệ đa là lơ cát cay cướp sọp bạc vàng ở nhân nhôm đắng rồi mình cướp sở tệ nó đó là dân ở đây cô con cô ở bụng mà đai cô trọp sầm bạc cô dây rút cứ lên nơi so tại luôn muối ta mà nè anh cột đào vi vụ cướp sọp bạc vàng nè na có chui lên bàn đai và lên từ tam thò mà chia rồi bong niêng thì cho sớm mai tháng ngày mỗi prasama samput có áng có bông tại sầm đai thò đối chữ p nâng chắc bột bò để sẵn nè tôi nè thông nè mục nè ca coi sạp triết trà niếng còn tại lư bột sầm đai thó niếng trôi tư coi sạp có bàn tài nè để nơi các bài nó cái ham khoát thà niêng ơi cầm trôi tư ấy niếng cát cay mình là o tê rụt riêng niếng có khoát na bán bột prat tham ấy tê ở niêng trôi màu niêng trôi mà đong coi thoai bằng cung bột mốc kê và áng cô sầm đai thó âm pi đầm ná này thó mà chiết sạch luônទាំងlai niêng ơi chỉ vứt ở bom mà nuôi dương đi vì công tay vì nia từ vinh đời thằng ngày nào môi mình khan loi trôi niêng tăng smart ở đây làng cả bắt bong mà nuôi chỉ ti sờ lành cả bắt bong nơi tro sầm bátទាំងlai
វាក៏ជារបស់មួយប្រព្រឹត្តទៅតាមធម្មជាតិពោលគឺអនត្តាមិនមែនជារបស់យើងសោះឡើយចូលនាងតាំងស្មារតីឡើងព្រះអង្គប្រាប់ប៉ុណ្ណឹងនាងតាំងស្មារតីឡើងដឹងខ្លួនវិញឯញោមដឹងខ្លួនវិញភ្លាមបាននាងជាបុគ្គលឯកម្នាក់អេតតកៈជាបុគ្គលមួយដែលប្រកែកដោះស្រាយបញ្ហាបំផុតស្ត្រីណាមួយដែលមានទុក្ខវិបត្តិក្រុមគ្រួសារលំបាកចិត្តអញ្ចេះមួយអញ្ចោពីរហ្នឹងគឺរត់ទៅរកនាងហ្នឹងហើយដោយសារអ្វីពីព្រោះថាដំណើរជីវិតរបស់នាងបដាចារហ្នឹងគឺជាដំណើរជីវិតដែលមនុស្សនៅលើโลกនេះគ្មានអ្នកណាម្នាក់ជួបដូចនាងឡើយយើងគ្រប់គ្នាអាចថាស្លាប់ប្តីស្លាប់ប្រពន្ធស្លាប់កូនស្លាប់ឪពុកស្លាប់ម្ដាយម្ដងមួយយើងរៀងពិបាកចិត្តទាំងអស់គ្នាទាំងអាត្មាហ្នឹងក៏ដូចគ្នាដែរហើយអាត្មានេះញាតិញោមស្រីរបស់អាត្មាក៏ស្លាប់ញោមប្រុសរបស់អាត្មាក៏ស្លាប់បងស្រីរបស់អាត្មាក៏ស្លាប់ប្អូនស្រីរបស់អាត្មាក៏ស្លាប់អាត្មាខ្លួនឯងនេះក៏ងាប់ដែរញាតិញោមជឿអត់ជឿតែអាត្មាស្លាប់មែនអត់អនុមោទនីបាទយាយលើរឿងងាប់ហ្នឹងមិនចង់ឲ្យអាត្មាស្លាប់មែនទេអីជីវិតហ្នឹងគឺឆ្លងកាត់នឹងអត់ទាន់រៀបរាប់ទៅលើសាច់ញាតិដតីផ្សេងដែលជាមនុស្សជាទីស្រឡាញ់ដែលយើងស្គាល់ស្និទ្ធស្នាលថាបងប្អូនផងរៀបរាប់តែសាច់នៅក្នុងសង្គមគ្រួសារអាត្មាផងអញ្ចឹងទេរឿងការស្លាប់រឿងការបាត់បង់ជីវិតនេះគឺសិតតែវាមិនទៀងក៏ប៉ុន្តែអាត្មាចង់បញ្ជាក់ន័យថាធម្មទានគឺការសម្ដែងធម៌នៅក្នុងទីនេះគឺបានបង្ហាត់បង្រៀនដើម្បីឲ្យយើងដឹងអំពីដំណើរនៃធម្មជាតិពោលគឺដំណើរជីវិតប្រចាំថ្ងៃនាងម្នាក់គាត់ជាអ្នកបម្រើគេទេហើយយើងទៅខូចនោះខូចគេឲ្យលុយនាងឲ្យប្រាក់កាសនាងទៅទិញផ្កាជារៀងរាល់ព្រឹករៀងរាល់ថ្ងៃនាងទៅទិញអញ្ចឹងទៅវាតែងតែលួចលាក់រហូតដោយថាគេឲ្យទៅ10000រៀលអញ្ចឹងទៅគាត់ទិញតែ5000ទេគេឲ្យទៅ10000រៀលអញ្ចឹងទៅគាត់ទិញតែ7 8000អីទេគាត់លាក់ទុកញាតិញោមស្ដាប់តន់អត់គាត់លាក់ទុកសម័យថ្ងៃមួយដើរទៅទិញផ្កាដូចសពមួយដងស្រាប់តែឮព្រះសម្ដែងធម៌ពីទោសរឿងការលួចកັບកេងឆក់ប្លន់គេមានទោសចេះមួយចុះពីរនាងដូចជាចាប់អារម្មណ៍ចូលទៅអង្គុយស្ដាប់ពុទ្ធសម្ដែងធម៌ឲ្យនាងស្ដាប់ចុះឡើងនាងយល់អូអាការលួចគេកັບកេងរបស់គេវាមានទោសអញ្ចឹងតើណោះតែយើងលួចរបស់គេថ្ងៃក្រោយគេលួចរបស់យើងវិញហើយអាកម្មហ្នឹងវាតាមស្នងអញ្ចឹងយើងមានកម្មចេះមួយចុះពីរអញ្ចឹងទៅណាញាតិញោមដឹងហើយកម្មជាអកុសលនោះស្រាប់ដល់ទៅពេលយល់អញ្ចឹងហើយលុយហ្នឹងទៅទិញផ្កាថ្ងៃនេះអត់មានបាត់មកម៉ាស៊ីនសោះគេឲ្យទៅ10000បានមកវិញទាំង10000ដែលផ្កាមកវិញឡើងមកបាច់ធំញាតិញោមអីស្រាប់ឲ្យដល់ពេលអញ្ចឹងទៅដល់ផ្ទះម្ចាស់ស្រីនោះក៏សួរហេនាងរាល់ថ្ងៃផ្កាដូចមិនច្រើនអញ្ចឹងទេហើយថ្ងៃហ្នឹងមិនក៏បានច្រើនជាងរាល់ដងថារាល់ដងខ្ញុំលួចប្រាប់ត្រង់ទៅហ្មងរាល់ដងខ្ញុំលួចរាល់ដងខ្ញុំលាក់ខ្ញុំកັບកេងបានវាបានតិចនោះហើយចុះថ្ងៃហ្នឹងមិនក៏នាងមិនលាក់ទៀតទៅខ្ញុំឈប់ហើយមិនចឹងដោយសារតែបានស្ដាប់ធម៌ទានលោកសំដែងលោកទេសនាពីទោសការកັບកេងលួចប្រាក់របស់គេឬក៏របស់របរគេស្រាប់ដល់ទៅម្ចាស់ស្រីលឺអញ្ចឹងគាត់ភ្ញាក់ខ្លួនដែរមើលនាងនិយាយឲ្យខ្ញុំស្ដាប់បន្តិចមកនាងទៅស្ដាប់នឹងយល់បែបណាបានវាអាចបំលែងចិត្តរបស់នាងបំរែបំរួលចិត្តនាងឈប់ឲ្យកັບកេងរបស់ខ្ញុំអញ្ចឹងអត់បានទេបើចង់ឲ្យខ្ញុំសំដែងធម៌នឹងឲ្យស្ដាប់តលក្រាលកំរាលឲ្យខ្ពស់ជាងបន្តិចទៅអញ្ចឹងសេដ្ឋី
ម្ចាស់ស្រីនោះក៏ក្រាលកំរាលឲ្យនាងអង្គុយហើយនាងប្រាប់ដូចដែលប្រពុតបានប្រាប់ការលួចឆក់ប្លន់គេវាមានទោសចេះមួយយកពីរអញ្ចឹងទៅយល់ទាំងអស់នោះឯងញាតិញោមរឿងនាងបដាចាក្តីរឿងនឹងក្តីគឺសិតតែកើតចេញអំពីធម្មទានដូចជាពេលនឹងអញ្ចឹងញាតិញោមយល់អត់ស្ដាប់តន់អត់អញ្ចឹងការអង្គុយស្ដាប់របស់ញាតិញោមនេះអំណាចគឺបានមកវិញមិនធម្មតាទេញោមណានិយាយជារួមទៅដោយមហាកុសលបុណ្យដែលញាតិញោមបានលះបង់ធនធានគ្រប់សពបែបយ៉ាងនេះសតតែបានសិក្សាសតតែបានស្ដាប់អំពីអំណាចនៃធម្មទានពលគឺការសម្ដែងធម៌ឬការបង្ហាត់បង្រៀនអំពីបុគ្គលណាម្នាក់ហើយទើបម្ចាស់ទាននៅក្នុងថ្ងៃនេះនាំគ្នាសន្សំធ្វើពលគឺសេចក្តីល្អហើយការធ្វើបុណ្យនេះទៀតសោតញោមណាញាតិញោមម្ចាស់ទានកុំចាំតែចាស់ញោមណាវ័យរបស់យើងវិវត្តទៅហើយសូរិយាតែរះរេទៅលិចចុះទៀបតិចតិចតាមលំដាប់ដោយរូបសត្វលោកតែងកើតស្លាប់ទោះយូរឬឆាប់ឥតគង់នៅគ្រប់ពេលវេលាឥតរងចាំយប់ថ្ងៃខែឆ្នាំកន្លងទៅតែងទំពៀស៊ីរុករៀងរៅវ័យក្មេងឆ្ពោះទៅណាចាស់ចូលរាចាស់ហើយឬនៅញាតិញោមចាស់ហើយញោមណាពេលវេលាតែងទំពៀស៊ីរុករៀងរៅឥឡូវហ្នឹងកំពុងតែស៊ីហើយប្រហែលថ្ងៃនេះនិយាយពីអូម្នាក់សបាយចូលឆ្នាំដៃគុណសាតចូលឆ្នាំថ្មីញាតិញោមចូលពិចារណាបន្តិចណាមិនមែនអាត្មាបំភ័យទេតែញាតិញោមចូលពិចារណាបន្តិចទៅថាយើងសបាយយើងសាទរនឹងពិធីបុណ្យចូលឆ្នាំថ្មីតែសូមកុំភ្លេចញោមណាជីវិតរបស់យើងកើតមួយឆ្នាំទៀតហើយស្រាប់តន់អត់យើងសប្បាយនឹងសាទរបុណ្យចូលឆ្នាំថ្មីតែសូមកុំភ្លេចថាជីវិតរបស់យើងខោចមួយឆ្នាំទៀតហើយអាយុរបស់យើងខៃចុះមួយឆ្នាំទៀតហើយមិនមែនចូលឆ្នាំថ្មីចម្រើនឲ្យយើងអាយុវែងទេញោមណាគឺចម្រើនឲ្យយើងរឹតតែអាយុខ្លីនិយាយអញ្ចឹងព្រោះជីវិតយើងឥឡូវនេះបើញោមណាអាយុ60ឆ្នាំកើន61វាកើនមិនមែនវាថយទេពីមួយឆ្នាំទៅមួយឆ្នាំវាកើនហើយកើនហ្នឹងមិនមែនកើនរកន្លែងរស់ទេកើនរកន្លែងងាប់មែនទេអត់ញោមឥឡូវ61ឆ្នាំនេះកើន62អាត្មា34ឆ្នាំនេះកើន35ញោម70ឆ្នាំនេះកើន71អញ្ចឹងទេកើននេះមិនមែនកើនឲ្យរស់បានយូរទេណាកើនរកកន្លែងស្លាប់ឯតើអញ្ចឹងហើយបានប្រពុតប្រាប់ថាមិនទៀងទេញោមណាហើយរឿងធ្វើបុណ្យធ្វើសេចក្តីល្អនេះកុំចាំតែតតែចាស់មិនបាច់ទេញោមសន្សំធ្វើឲ្យពីក្មេងទៅល្អណាស់ពីព្រោះថាដំណើរជីវិតនេះវាមិនមែនថាតតែចាស់បានស្លាប់ទេឥឡូវហ្នឹងសបោញោមអ្នកសក់សសៃអ្នកសក់ខ្មៅយកទៅដុតញាតិញោមផ្លត់ឃើញអត់អ្នកសក់សសៃអ្នកសក់ខ្មៅយកទៅដុតហើយឥឡូវហ្នឹងមិនមែនសក់ខ្មៅទេអ្នកសក់សសៃអ្នកសក់ក្រហមយកទៅដុតវាចេះអូឥឡូវនេះគេបនយេះផងហ្នឹងប៉ះពាល់បងឯប៉ុណ្ណាអញ្ចឹងទៅអញ្ចឹងមែននោះហើយមិនតែគុណបានថាអ្នកសក់សសៃអ្នកសក់ក្រហមអ្នកសក់ខ្មៅយកទៅដុតថាវាខ្វះការគោរពនោះវាមិនសូវបានធ្វើបន់ធ្វើទាននោះបានវាចង់វាចេះបានបច្ចៈញាតិញោមមកវិញថាការធ្វើបន់ទាំងអស់នេះដែលញោមអាចធ្វើទៅបានលះបង់ទៅបានពោលគឺការធ្វើតបចំពោះបុព្វការីជនអ្នកនៅរស់នេះមួយចំណែកនិងមួយចំណែកទៀតបុព្វការីជនដែលគាត់ស្លាប់ទៅហើយរឿងទាំងអស់នេះ
គឺសិតតែកើតចេញអំពីធម្មទានទាំងអស់ពីព្រោះតែធម្មទានអាចដើម្បីឲ្យយើងដឹងបុណ្យបាបគុណទោសខុសត្រូវសខ្មៅអញ្ចឹងមែនទេអត់ឥឡូវនេះញោមយ៉ាងហោចណាស់បានយល់បន្តិចដែរញោមណ៎ជាពិសេសញោមម្ចាស់ទៀនបើទោះហេមិនបានច្រើនអីដូចដែលគុណរៀបរាប់ទាំងអស់ក៏ដោយប៉ុន្តែយ៉ាងហោចណាស់យល់ថាហេខ្ញុំធ្វើបុណ្យនៅក្នុងថ្ងៃនេះជាការរលឹកដឹងគុណហើយការដឹងគុណនេះដឹងមកពីណាគឺដឹងមកពីធម្មទាននេះឯងបានបញ្យល់ប្រាប់ហើយមកទីនេះមែនតែនទៅដូចជាមកបង្រៀនញាតិញោមអញ្ចឹងហើយញោមឆ្ងល់ហេខ្ញុំកណាចំណាស់នេះហើយមិនចេះធ្វើបុណ្យអីកណាចេះធ្វើបុណ្យតាំងពីដឹកគុណមិនទាន់កើតម្លេះកណាចូលវត្តតាំងពីដឹកគុណមិនទាន់កើតម្លេះអ្មេចបានពោលពាក្យថាបង្រៀនថាធម្មទានវាមានន័យបែបនឹងឯងញោមណាឮអត់ធម្មទានមានន័យបែបនឹងឯងអញ្ចឹងទេបច្ចៈនៃសេចក្តីឡើងវិញថាចូលញោមធ្វើចោះបំពេញចោះល្អណាស់ញោមណាតើនៅក្មេងជាពិសេសគឺការបំពេញទានមហាកុសលចំពោះលោកអ្នកដ៏មានគុណតើគាត់រស់នៅមិនងាយទេញោមណាមិនងាយនឹងបានធ្វើមិនងាយនឹងបានជុំគ្នាមិនងាយនឹងបានលះបង់ប៉ុណ្ណេះសោះឡើយអញ្ចឹងហើយចូលមហាកុសលទាំងអស់នេះជួយបំពេញខំបំពេញខំឲ្យនៅពេលណាដែលគាត់លាយើងទៅហើយអស់ឱកាសហើយម៉ែអើយឪអើយមកហូបទៅមកវិសាទៅគ្មានបានឃើញគាត់ឯណាមកវិសាមកហូបទេពីព្រោះតែអ្នកស្លាប់ទៅហើយគ្មានទេញោមណាអត់មានរឿងមកទៀមទាពីយើងចេញចុះទេមានតែយើងអ្នកនៅរស់នឹងធ្វើបុណ្យឧទ្ទិសកុសលឲ្យគាត់ទៅអានោះមួយចំណែកជាកិច្ចតេខេណានុបទានមាននៅចង្ហាន់បិណ្ឌនៃបានបច្ច័យទាំងឡាយ4ប្រគេនប្រសង់ឬជូនអ្នកមានសិលមានលោកយាយលោកតាជាដើមណែចំណុចដែលអាត្មាត្រូវការរំលឹកបញ្ជាក់បន្ថែមចំពោះញាតិញោមពុទ្ធបរិស័ទបងប្អូនប្រុសស្រីឯណានេះមួយដែលឪពុកម្ដាយនៅរស់ឪពុកម្ដាយនៅរស់កុំបោះបង់គាត់កុំទុកគាត់ចោលឲ្យទៅបំពេញទៅសាច់ស្បែកឆ្អឹងជីវិតរបស់យើងទាំងមូលពោលគឺបានមកអំពីឪពុកម្ដាយនេះឯងមិនដឹងថាលំបាកយ៉ាងណាតម្រាំតែចិញ្ចឹមកូនបីបាច់ថារសាកូនមកបានប៉ុណ្ណេះយាយខ្លះអន់ចិត្តអ្មេចគេថាឯងកូននឹងស្អាតទៅវាទៅមើលមុខយាយដែលជាម៉ែដូចគ្មានទំនងថាម៉ែឪបន្តិចទេតានោះដូចមិនស្អាតសោះប៉ុន្តែកូនគាត់កើតមកដូចស្អាតនោះស្អាតជួនកាលអន់ចិត្តកូនខំបកើតតែគេប្រៀបធៀបថាឯងមិនមែនឪវាឯងមិនមែនម៉ែវាអានោះដោយសារអីបានកូនស្អាតបានប៉ុណ្ណឹងបកើតលះបង់គ្រប់សពបែបយ៉ាងមើលថែគ្រប់សពបែបយ៉ាងបើមិនមានការស្រឡាញ់មិនមានមេត្តាមិនមានករណាមុទិតានិងឧបេក្ខាការអាណិតការសង្គ្រោះការស្រឡាញ់ទេណាកូននោះក៏វាមិនបានស្អាតបានប៉ុណ្ណឹងដែរឪពុកម្ដាយអាចដើម្បីខ្វះខាតនៅជ័យវរៈគឺសម្លៀកបំពាក់បានឪពុកម្ដាយអាចដើម្បីខ្វះខាតនៅលុយកាក់ចាយវាយក៏ប៉ុន្តែប្រហែលជាមិនឲ្យកូននឹងខ្វះខាតដូចជាពួកគាត់ឡើយអញ្ចឹងហើយបានមានឪពុកម្ដាយខ្លះលះបង់ច្រើនណាស់ទៅរៀនទៅ មានទ្រព្យនាំគ្នាទៅរកស៊ីទៅរឿងឪពុកម្ដាយមានប៉ុណ្ណាចាយប៉ុណ្ណឹងទៅមែនអត់តាម៉ែណាបានអាត្មាបញ្ជាក់ថាឪពុកម្ដាយខ្លះល្ងងណាស់អសរសឹងតែមិនចេះប៉ុន្តែចិញ្ចឹមកូនរស់ហ៎មែនអត់ម៉ែចិញ្ចឹមកូនរស់ហ៎ឥឡូវញាតិញោមបងម្ចាស់ទៀនដូចគ្នាសិតតែមានកូនអស់ហើយពិបាកណាស់ចិញ្ចឹមបើអាកូននឹងធំឡើងវាកន្លងដោយធေါ်វាមិនអីដល់មិនកន្លងដោយធေါ်ឲ្យយើងពិបាកចិត្តដោយសារតែវាទៀតអញ្ចឹងទេឥឡូវនេះឱកាសល្អបំផុតញោមណាឱកាសល្អបំផុតតនម្ដាយនៅរស់ឪពុកនៅរស់ធ្វើទៅបំពេញទៅកុំទុកគាត់ចោលតិចក៏ដោយច្រើនក៏ដោយកុំលះបង់ទ្រព្យទៅលើរឿងខាងក្រៅតែត្រូវលះបង់ទ្រព្យចំពោះព្រះដែលនៅលើផ្ទះហ៊ានលះបង់ហ៊ានធ្វើចំពោះពួកគាត់កូននឹងចម្រើនណាស់ជាមហាស្នេហ៍ធំបំផុតដាក់ដល់ទេវតាជាមហាស្នេហ៍ធំបំផុតដាក់ដល់ព្រះអិនព្រះព្រហ្ម
chia mà hà snai thôm bằng phật đặt đo nhiệt chật khang ỏi mơ khơi ông pi côn đầm lai chẳng bàn piệ mối thì pol tha bà nẹ mình chết vai bằng côm ở bụng mà đai rồi bọn nẹ hói tôi chỉ nẹ từ thưa bon vai côm mày na tiết của viêm bàn phal ấy đai vì pro thà pre nơi khăn té cứ chỉ pre đau rồi bọn côn miệt đa bày đá chỉ cừu đau chỉ cừu đo chăm khăn lô ca mà giang tiết cứ bật chia tê và đá pre bút tra tha chỉ prom phong này nhiệt nhôm lời đấy nhôm cha tiến chẳng pre miệt đa pre bày đa tê và đa khang đau này bạc cài na nhôm nè miệt đá cứ chỉ a hồi nay dặm bọc cô rồi bọc côn pô cứ chỉ sai bon cô rụp tư voan tia tư ao tiền co tư tách cả đôi tròn cả đôi sẽ cái đây cổ rụp hỏi bon tầng ông nâng chầm ra đo nhiệt nhôm đây chỉ con pro sray ấy na này muối đăng côn rồi lấp côn chùm pua miệt đà bày đà ọt rụt từ na tê nhôm nè sừng kết mơ tư ở bụng mà đai na đai bằng hát bằng riêng đai lư tại chê phải trao khné chua toa tên khné nè còn thông lan của mình trong đây hỏi con bắt tông á hãy ta cắt bùi tờ nà cắt tờ mai ơi quạt nó ngày bữa mai ơi quạt chê ta phải trao khné mình chơi cờ rốt mai ơi quạt hổ ngay ơi quạt từ cờ rốt ở mấy chẳng mê riêng này con ngày này sạc cam mà phía vào bao nhôm này con ngày này cứ chỉ mê riêng đó con trai rồi bao nhôm này và cất trên ngày nào mỗi con trai nhôm ban cổ rốt ban quan tía cả đôi chỉ ban mơ thai tầm nốt bầm rong nhôm mà cha tiến đôi chỉ nhôm thương đắc nẹ miền con giang đôi chân nó đai nhôm ná dòng tê chô mà ha còn son là con ngày này chô chùm ran cát miền đo bọc bạc ca đây chô nó mùi chùm nái mà ha còn sao chô chùm ran cát miền đo lục nẹ đầu miền con đại ru riêng miền chỉ vật mùi chùm nái nâng mùi chùm nái tiết chô chùm ran cát miền đo nhật nhôm mà cha tiền con trai pro sray tiếng on để ban lẹ bằng thôn thiên thư bốn nơi mà ha còn son là con ngày này chỉ bị xây nhiệt nhôm để ban châu rôm sông ban chu bờ tè tai nơi sự đây sóc sự đây chấm ran cai panya smart khné từng o khné nhôm ná namo tani srap toàn ót nhôm